បាទសួស្តីគ្នាយើងទាំងអស់គ្នានេះជាសកម្មភាពខ្ញុំកំពុងតែធ្វើការហើយនេះជាការងាររបស់ខ្ញុំកំពុងតែរៀបចំបៀកជញ្ជាំងទឹកទី3សម្រាប់ហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ខាងបៀកថ្នាំខ្ញុំបៀកថ្នាំប្រហែលជារយៈពេលយូរមកហើយឥឡូវនេះកំពុងតែបៀកទឹកទី3ដើម្បីធ្វើការរុញនៅថ្ងៃស្អែកហើយការងារខ្ញុំអត់មានអីមានពិបាកទេការងារជាងថ្នាំគឺស្រួលមែនតើតែតោះតែប្រឡាក់តិចបងប្អូនអរគ្នាបើសិនជាយើងចង់ធ្វើថ្នាំអញ្ចឹងវាអាចនឹងប្រឡាក់ច្រើនអញ្ចឹងហើយនេះជាក្រុមការងារដែលគាត់ធ្វើជាងសំណង់គឺមនុស្សហើយជាច្រើនមែនតើបើសិនជាអ្នកនរគ្នាចង់ទស្សនាវីដេអូខ្ញុំនៅក្នុង channel ខ្ញុំអ្នកនរគ្នាកុំភ្លេចតាមដានហើយកុំភ្លេចជួយ subscribe ផងបងប្អូនអរគ្នាហើយខ្ញុំអត់មានអីច្រើនទេចង់និយាយចែកម្លែកទៅកាន់បងប្អូនអរគ្នាឲ្យដឹងចឹងថាការបៀកថ្នាំគឺវាងាយស្រួលបើសិនជាបងប្អូនមានជំនាញច្បាស់លាស់អញ្ចឹងបងប្អូនអាចចូល comment តាម YouTube មកខ្ញុំនឹងចូលមើលហើយថ្ងៃនេះដែរគឺអត់មានអីនិយាយត្រូវនិយាយច្រើនព្រោះវីដេអូវែងពេកចឹងរឿងរកពាក្យនិយាយបានបងប្អូនបើសិនជាអ្នកនរគ្នាគិតថាពិបាកមែនតើគឺអត់ចង់និយាយរឿងអីទេគឺនិយាយចេញមកគឺចប់ហើយអ្នកធ្វើការនេះដឹងថាខ្ញុំធ្វើវីដេអូដែរថតវីដេអូដែរនោះគ្នាដើរច្រើនជួបមនុស្សច្រើនមែនតើមិនដឹងធ្វើមកតាមដំណើរដែរព្រោះអីនាទី3នាទីអញ្ចឹងទៅយើងពិបាកមែនតើគឺនិយាយទៅច្រើនហើយការងារនេះគឺជាងគាត់វាគឺជំនាញវារយៈពេល50ឆ្នាំហើយឥឡូវមកធ្វើផ្ទះវិឡាគេការងារម៉ៅបៀកស៊ីការ៉េបៀកអត់បានសល់លុយទេព្រោះតែយើងម៉ៅគេបានថោកតែចឹងទៅមិនសូវបានថ្លៃយើងចេះធ្វើរលុយបងអង្ការអីចឹងនៅអរនេះទស្សនាដោយមន្ត្រីនេះគឺជាសកម្មភាពជាងកំពុងបៀកថ្នាំបើសិនបងប្អូនចង់បៀកមកខ្ញុំអត់ខកទេឲ្យតែចេះមិនមកឲ្យថាចេះតែថាចេះដល់ពេលធ្វើហឺកើតខ្ញុំឃើញតែជាងធ្វើស្រួលចឹងប៉ុន្តែដល់ពេលយើងធ្វើខ្លួនឯងក៏បាក់គឺអត់ងាយស្រួលអញ្ចឹងជំនាញមួយតោះតែច្បាស់លាស់បើអត់ច្បាស់យើងអត់កើតឬមួយក៏សុំគេជួយណែនាំបង្រៀនតិចតួចទៅលោកអាចនឹងការមានចំណេះបានអញ្ចឹងណាហើយជាងវាតទៀតហើយនេះបុគ្គលិកខាងលីស្មងចាក់បតុងអូខេបាយបាយ